สุดท้ายต่างគ្នាស្វាគមន៍មកកាន់ Channel RNC សម្រាប់រឿងថ្ងៃនេះផងដែរមានបន្តមកវិញទៀតណាជាមួយនឹងរឿងជប៉ុន BL ដល់ដែរអ្នកនិពន្ធអាភារឿងរបស់យើងនៅពេលនេះផងដែរក៏បានឈានចូលមកដល់ភាគទី6ហើយដែលជាភាគទីបញ្ចប់តែមុននឹងចូលដល់សាច់រឿងមីនណាក៏សូមនៅតែដាក់បំរាមដែរបង fan ណាដែលមានអាយុក្រោម18ឆ្នាំសូមកុំមើលរឿងមួយនេះឡើយដោយសារតែនៅក្នុងរឿងមួយនេះមានឈុតឆាកជាច្រើនដែលវាមិនស័ក្តិសមម្ល៉េះហើយតើចង់ដឹងថាសាច់រឿងរបស់យើងនេះនឹងទៅជាយ៉ាងណាមកចូលស្ដាប់ការសម្រាយសាច់រឿងតែម្ដងទៅរឿងរបស់យើងនៅពេលនេះក៏បានកម្មមកដល់ពេលដែលតួប្រុសគូសុមីរបស់យើងនឹងកំពុងតែធ្វើដំណើរទៅផ្ទះរបស់គីជីម៉ានៅក្នុងខណៈពេលនឹងផងដែរគីជីម៉ាអ្នកនិពន្ធរបស់យើងនឹងក៏បាន send email មួយមកដោយនៅក្នុង email មួយនឹងទៅសេថាអញ្ចានៅថ្ងៃដែលឯងបានជីកង់បុកយើងនឹងយើងពិតជាសប្បាយចិត្តខ្លាំងណាស់ដោយសារតែដៃរបស់យើងពិតជាឈឺចាប់មែនតើព្រោះដោយសារតែគេចង់ឲ្យដៃរបស់គេនឹងបាក់ហើយគេមិនអាចទៅសេរឿងបានអីអញ្ចឹងណាបើសិនជាដៃរបស់គេនេះនៅធម្មតាក៏គេនឹងនៅតែមិនអាចទៅសេរឿងបានបែបនឹងហើយទៅគេចង់ឲ្យដៃរបស់គេនឹងបាក់នោះប៉ុន្តែចោះឡើងដៃដែលបាក់នឹងបែរជាដៃស្ដាំរបស់គេវិញហើយគីជីម៉ាគឺជាអ្នកដែលប្រើដៃឆ្វេងបានន័យថាទោះបីជាដៃស្ដាំរបស់គេនឹងបាក់ក៏ដោយក៏គេនៅតែឲ្យប្រើការទៅសេអក្សរបានដែរនៅពេលដែលកូនសិស្សរបស់យើងបុកអ្នកនិពន្ធបែបហ្នឹងទៅអ្នកនិពន្ធក៏មានកំណត់មួយដោយសារតែនៅពេលនោះគេឃើញកូនសិស្សរបស់យើងមានអត្តចរិតល្អបុកគេហើយជួយលើកគេឡើងអីចឹងនោះអញ្ចឹងទៅបានជាគេកុហកគូសុមីហ្នឹងថាគេហ្នឹងគឺជាអ្នកនិពន្ធដែលមានរឿងត្រូវតែសេជាច្រើនប៉ុន្តែតាមពិតគីជីម៉ាហ្នឹងគេមិនបានតែសេរឿងអស់រយៈពេល1ឆ្នាំហើយគេពិតជាមានអារម្មណ៍ថាឯកាខ្លាំងណាស់ដោយសារតែនៅពេលពីមុនហ្នឹងពីមួយថ្ងៃទៅមួយថ្ងៃទោះបីជាគីជីម៉ានេះគេខំប្រឹងអង្គុយទៅសេរឿងយ៉ាងណាក៏ដោយក៏រឿងហ្នឹងវាគ្មានបានចេញមកដែរហេតុផលដែលគេបាន send email មួយនេះមកកាន់តួប្រុសរបស់យើងហ្នឹងគឺដោយសារតែគីជីម៉ាហ្នឹងគេសង្សុំទោសហើយគេហ្នឹងក៏ចង់និយាយថាលាមកកាន់តួប្រុសយើងដែរគ្រាន់តែអានចប់ភ្លាមគូសុមីអានេះក៏បានបញ្ញាប់រត់ទៅរកផ្ទះរបស់គីជីម៉ាផ្លែតនៅពេលដែលកំពុងតែរត់ហ្នឹងគេក៏បាននឹកឃើញដល់អនុស្សាវរីយ៍ល្អដែលគេធ្លាប់មានជាមួយនឹងគីជីម៉ានោះសាច់រឿងក៏បានកាត់មកដល់ពេលដែលគូសុមីនេះបានរត់មកដល់ផ្ទះរបស់គីជីម៉ាហើយប៉ុន្តែអកុសលអីនៅពេលដែលគេចូលមកដល់ផ្ទះភ្លាមគេក៏បានឃើញថាអាវ៉ានៅក្នុងផ្ទះហ្នឹងត្រូវបានគេរើអស់លេងតែម្ដងនេះបានន័យថាគីជីម៉ាហ្នឹងគេបានចាក់ចេញទៅកន្លែងផ្សេងហើយមែនទេក៏ទៅអ្នកនិពន្ធរបស់យើងនេះពិតជាចិត្តអាក្រក់ខ្លាំងណាស់ផ្ញើសារមកគេបែបហ្នឹងហើយសូម្បីតែឃើញមុខគ្នាចុងក្រោយក៏មិនឲ្យឃើញផងនៅពេលដែលតួប្រុសរបស់យើងរកអ្នកនិពន្ធគេមិនឃើញទៅគេហ្នឹងក៏បានអង្គុយយំម្នាក់ឯងនៅក្នុងខណៈពេលហ្នឹងផងដែរបែរជាគីជីម៉ានេះទៅតែមកពីណាក៏មិនដឹងមកដល់ភ្លាមគីជីម៉ាសួរថាមកធ្វើស្អីហ្នឹងហើយតាមប៉ាទៅអ៊ីមែលមួយហ្នឹងគឺគីជីម៉ាហ្នឹងគេគ្រាន់តែសេចោលតែប៉ុណ្ណោះទេប៉ុន្តែចោលឡើងបែរជាគេហ្នឹងច្រឡំដៃចោចព្រោះអ្នកនិពន្ធនេះដឹងថាបើសិនជាគេ send email មួយហ្នឹងទៅកាន់គូសុមីហើយគូសុមីហ្នឹងច្បាស់ជារត់មករកគេហើយម្ល៉េះហើយទៅគេសម្រេចចិត្តថាចាំនោះគូសុមីនៅពេលនោះក៏បានសួរមកកាន់អ្នកនិពន្ធថាចោះអាវ៉ាន់សភៅអីទៅណាអស់ហើយហេតុអីបានជានៅក្នុងបន្ទប់មួយហ្នឹងលហលហេវម៉េះគីជីម៉ាក៏បានឆ្លើយប្រាប់សភៅទាំងអស់ហ្នឹងគេបានយកវាហ្នឹងទៅបោះចោលអស់ហើយព្រោះដោយសារតែនៅពេលដែលចោលបែបហ្នឹងទៅធ្វើឲ្យគេនេះក៏មានអារម្មណ៍ល្អដូចគ្នាណាមួយគីជីម៉ាគិតថាគេក៏ចង់ត្រឡប់ទៅផ្ទះរបស់គេវិញដែររីឯលុយដែលគេខំសន្សំមកកន្លងមកហ្នឹងក៏គេហ្នឹងចាច់ចិត្តអស់ដូចគ្នាណាមួយម៉ាក់របស់គីជីម៉ាហ្នឹងក៏ចង់ឲ្យគីជីម៉ាហ្នឹងទៅជួយរកស៊ីជាមួយនឹងគាត់អីចឹងណាព្រោះដោយសារតែម៉ាក់របស់គីជីម៉ាហ្នឹងគាត់មានចំការមួយម្ល៉េះហើយទៅគាត់ចង់ឲ្យគីជីម៉ាហ្នឹងទៅមើលថែចំការជាមួយនឹងគាត់ចំណែកឯគីជីម៉ានេះតាមពិតទៅគេមិនសូវជាពេញចិត្តជាមួយនឹងអាការងារទាំងអស់ហ្នឹងទេប៉ុន្តែដោយសារតែស្ថានភាពរបស់គេនេះតម្រូវឲ្យគេនឹងត្រឡប់ទៅផ្ទះវិញហើយម្ល៉េះហើយទៅគេគ្មានជំរើសនោះភ្លាមនឹងផងដែរគូសុមីក៏បានសួរថានៅពេលដែលលោកត្រឡប់ទៅផ្ទះវិញតើលោកនឹងជប់តែសេរឿងមែនទេហើយលោកគិតថាលោកអាចទៅមើលថែចំការទាំងអស់ហ្នឹងដែរបានគីជីម៉ាក៏បានសើចដោយសារតែនៅក្នុងចំការមួយហ្នឹងប្អូនថ្លៃរបស់គីជីម៉ាគឺជាអ្នកមើលថែរ៉ាប់រងហើយម្ល៉េះហើយគីជីម៉ាគិតថាមិនសូវជាមានភាពពិបាកអីទេបន្តមកទៀតមកគូសុមីអានេះក៏បានងើបឈរឡើងហើយដើរមករកអ្នកនិពន្ធរបស់យើងតួប្រុសក៏បានសួរមកកាន់អ្នកនិពន្ធដដែលតើគីជីម៉ាហ្នឹងគេអូខេជាមួយនឹងរឿងមួយនឹងអត់គីជីម៉ាក៏បានបកស្រាយប្រាប់គេគឺជាអ្នករើខ្លួនឯងហើយគេក៏ចង់មានសេរីភាពខ្លះដែរដោយសារតែអស់រយៈពេលប្រហែលថ្ងៃនេះអ្នកនិពន្ធរបស់យើងពិតជា stress ខ្លាំងណាស់សាច់រឿងរបស់យើងក៏បានកាត់មកដល់ពេលយប់វិញនៅពេលដែលតួប្រុសរបស់យើងហ្នឹងបានបកគោសោតតែមកឲ្យគីជីម៉ាវិញបកគោរួចរាល់ហើយក៏បានប្រាប់ឯ
អ្នកនិពន្ធគេហ្នឹងមើលថែខ្លួនផងណានៅពេលនោះគូសុមីហ្នឹងក៏បានដាក់ចេញមកខាងក្រៅប៉ុន្តែដំណើរតំណងហ្នឹងដូចជាមិនចង់ទៅសោះមុននឹងចាក់ចេញទៅហ្នឹងគូសុមីក៏បាននិយាយថាបើសិនជាលោកពិតជាចង់សុំទោសខ្ញុំមែនតើអាចតែសេរឿងមួយឲ្យខ្ញុំអត់គូសុមីគេមិនខ្វល់ឡើយថារឿងមួយហ្នឹងត្រូវចំណាយរយៈពេលប៉ុន្មាននោះអ្វីដែលគេចង់បានគឺរឿងដែលនិពន្ធចេញពីដៃរបស់គីជីម៉ាហើយគេក៏ចាំអានសភៅបែបនៅពេលដែលគេអានរួចគេអាចនឹងមានអារម្មណ៍រស់រាយអីអញ្ចឹងណាគ្រាន់តែលើបែបហ្នឹងហើយគីជីម៉ានេះឡើងអស់សំណើតែម្ដងដោយសារតែគេគិតថាគូសុមីនឹងសុំរឿងអីធំដុំនោះតាមពិតទៅចង់ឲ្យគីជីម៉ានឹងតែសេរឿងឲ្យហ៎ឥឡូវគីជីម៉ាគេគិតមើលសិនប្រហែលជារឿងមួយនឹងជាអំពីតួស្រីអាចាស់ម្នាក់បានរៀបការជាមួយនឹងគូសុមីទេដឹងលក្ខណៈថានៅពេលនោះអ្នកនិពន្ធរបស់យើងហ្នឹងនៅតែញាស់កូនចៅរបស់គេនឹងឯងនៅពេលដែលកំពុងតែនិយាយសើចហ្នឹងបែរជាគីជីម៉ានេះស្ងាត់មាត់ឆឹងទៅវិញហើយមើលទៅទឹកមុខរបស់គេដូចជាចង់យកមកមិនដឹងទេនៅពេលនោះគេក៏បានយកដៃខ្ទប់មាត់ហើយគេក៏បាននិយាយទៅកាន់គូសុមីថាគូសុមីហ្នឹងពិតជាអាក្រក់ខុសខើខ្លាំងណាស់សូមអីមិនសូមចង់ឲ្យគីជីម៉ាហ្នឹងគេតែសេសភៅគូសុមីថាកុំយំអីខ្ញុំដឹងថាលោកអាចធ្វើបាននៅពេលនោះដែលទឹកមិនជាប់គីជីម៉ាគេក៏បានយំបដ ហើយគេក៏បានប្រាប់ថាគេខំប្រឹងអស់រយៈពេលមកជាយូរមកហើយគេនៅតែមិនអាចទៅសេសភៅបានអញ្ចឹងអស់រយៈពេលប្រហែលខែកន្លងមកនេះសូម្បីតែមួយឃ្លាក៏គេមិនអាចទៅសេចេញដែរប៉ុន្តែនៅក្នុងចិត្តរបស់គេនេះគេពិតជាចង់សរសេរខ្លាំងណាស់គីជីម៉ាបាននិយាយបដាយំបដាហើយគេក៏បានអោនក្បាលរបស់គេនឹងទៅទល់នៅក្នុងដើមទ្រូងរបស់គូសុមីលក្ខណៈថាអារម្មណ៍មួយហ្នឹងគេបានលាក់ទុកវាយូរណាស់មកហើយរីឯតួប្រុសនៅពេលហ្នឹងក៏បានអោបគីជីម៉ាអីអញ្ចឹងណាអោបបដាលួងលោមបដាថាមិនអីទេនៅពេលដែលគីជីម៉ាគេឈប់យំហើយគេក៏បានយកដៃរបស់គេហ្នឹងទៅស្ទាបមុខរបស់គូសុមីហើយគេក៏បានប្រាប់ថាប្រាប់យើងពីរឿងរបស់ឯងឲ្យច្រើនមកយើងពិតជាចង់ដឹងខ្លាំងណាស់ម្ល៉េះហើយពួកគេតាំងពីអ្នកហ្នឹងក៏បានតែសៀទៅថើបគ្នាទៅសាច់រឿងមិនតាន់តែដឹងអីផងបែរជាបង្ហាញឃើញថាពួកគេតាំងពីអ្នកនេះឆុងមីឆាបាយរួចជាស្រេចភាពបានចប់ផងបើសិនជាគ្មានឈុតឆាករោរៀលដូចជាមិនសមគីជីម៉ានៅពេលនោះគេក៏បានសួរមកកាន់តួប្រុសយើងថាតើតួប្រុសយើងចាំទេថ្ងៃហ្នឹងគេតួប្រុសក៏បានឆ្លើយប្រាប់ថាថ្ងៃហ្នឹងគេជាមួយនឹងគីជីម៉ាហ្នឹងឡើង6ដងហើយគេជាមួយនឹងគីជីម៉ាដល់ថ្នាក់ថាតាគេរបស់គេនេះឡើងធ្ងន់ហើយរោតាហើបមិនកើតសោះអូខេបើសិនជាថាកូនសិស្សរបស់យើងហត់ដល់ថ្នាក់ហ្នឹងគេមកផ្លែសិនទៅចាំព្រឹកឡើងហ្នឹងគីជីម៉ាគេជាអ្នកដែរណាមួយដោយសារតែព្រឹកឡើងហ្នឹងគូសុមីត្រូវការទៅសាលារៀនទៀតនោះបន្តមកទៀតមកអ្នកនិពន្ធរបស់យើងក៏បានអោនទៅថើបគូសុមីលក្ខណៈថាបរិយាកាសនៅពេលហ្នឹងមួយចិនថលអត់សូវជារោរៀលអីអញ្ចឹងណាចំណែកឯគីជីម៉ាក៏បានប្រាប់មកកាន់គូសុមីថាគេជាមនុស្សប្រកែកកុហកមែនប៉ុន្តែគេក៏ជាមនុស្សដែលប្រកែករក្សាសន្យារបស់គេដែរឬបែបហ្នឹងហើយគូសុមីអានេះគេក៏សប្បាយចិត្តដែរម្ល៉េះហើយទៅគេបិទភ្នែកគេនោះលុះតែមកដល់ព្រឹកឡើងនៅពេលដែលតួប្រុសរបស់យើងភ្ញាក់ពីដំណេករបស់គេវិញគីជីម៉ាក៏មិនបាននៅក្បែរគេទៀតឡើយហើយគូសុមីគឺដេញម្នាក់ឯងនៅលើការ៉ូមួយហ្នឹងមិនត្រឹមតែប៉ុណ្្នឹងទេអ្នកនិពន្ធហ្នឹងក៏បានទុកសោហ្នឹងឲ្យតួប្រុសរបស់យើងកាន់កាប់ផ្ទះមួយហ្នឹងថែមទៀតហើយក៏ទៅតំណាក់តំណងរវាងកូនសិស្សមួយនេះជាមួយនឹងអ្នកនិពន្ធយើងហ្នឹងពិតជាពិបាកយល់ខ្លាំងណាស់ក្រោយមកទៀតមកសាច់រឿងរបស់យើងក៏បានកាន់មកដល់ពេលកន្លះឆ្នាំបន្ទាប់ហើយសាច់រឿងក៏បានបង្ហាញឃើញថាគីជីម៉ានេះបានទទួលបានសម្បត្តិមួយប្រហែលជាសម្បត្តិមួយហ្នឹងគូសុមីគីជាអ្នកទៅសេមកនឹងឯងហើយសាច់រឿងក៏បានបង្ហាញឃើញដែរថាគីតូហ្នឹងកំពុងតែនិយាយទូរស័ព្ទជាមួយនឹងគីជីម៉ាថែមទៀតដោយសារតែគីជីម៉ាហ្នឹងគេប្រុងនឹងធ្វើដំណើរមកកាន់ទីក្រុងតូក្យូវិញនោះអូខេបើសិនជាថាគីជីម៉ាគេត្រឡប់មកវិញចាំគីតូហ្នឹងគេជាអ្នកប៉ាគីជីម៉ាហ្នឹងតែញ៉ាំអីខានជួបគ្នាយូរហើយញ៉ាំអីផឹកស៊ីជាមួយនឹងគ្នាឲ្យសប្បាយម្ដងមើលដល់តែពេលចោះឡើងទៅបែរជាគីជីម៉ានេះចង់ឲ្យគីតូហ្នឹងទៅជួបគេនៅក្នុងកន្លែងមួយគីតូថាចាំពេលគេតំណេចាំគេតារោហើយគីតូឯណែគេក៏ទទួលបានសភៅចំនួន2ក្បាលដែលសភៅមួយហ្នឹងគឺជាសភៅដែលគីជីម៉ាគេបានតែសេឲ្យផ្ញើមកនឹងឯងសាច់រឿងរបស់យើងក៏បានកម្មមកដល់ពេលដែលគូសុមីនេះគេបានចេញពីកន្លែងការងាររបស់គេហើយធ្វើដំណើរមកកាន់ហាងសភៅដើម្បីរកទិញសភៅអានហើយគេនៅពេលនោះក៏បានឃើញសភៅដែលគីជីម៉ាគេបានតែសេដែរលក្ខណៈថាគេចាំសភៅមួយនឹងចេញយូរហើយចំណែកឯមាត់ភ័ក្តិរបស់គូសុមីវិញនៅពេលដែលគូសុមីយើងនឹងនៅតែអានសភៅរឿងអាភាអញ្ចឹងគេឡើងផ្អាប់តួប្រុសយើងពេញហ្នឹងនៅលើបណ្ដាញសង្គមអ៊ីនធឺណិតមានរឿងអាភាមកកណោហើយអ្វីបានជាគូសុមីហ្នឹងនៅតែអានសភៅរឿងអាភាបែបហ្នឹងក្រោយមកទៀតមកសាច់រឿងក៏បានបង្ហាញឃើញថាតួប្រុសរបស់យើងហ្នឹងក៏កំពុងតែមើលសភៅដែលគីជីម៉ាគេបានតែសេផ្ទាល់ដៃរបស់គេហ្នឹងឯងមើលហើយក៏នឹកឃើញដល់អ្នកនិពន្ធរបស់យើងទៀតហ្នឹងរីឯសម្បត្តិដែលគូសុមីគេបានផ្ញើមកកាន់គីជីម៉ាវិញនៅឃ្លាចុងក្រោយនៃសម្បត្តិមួយហ្នឹងគេបានសរសេរថាខ្ញុំនឹងចាំអនុស្សាវរីយ៍របស់ពួកយើងទាំងពីរនាក់ដែលធ្លាប់មាន
មានហើយខ្ញុំនឹងអានសភៅមួយនេះសារចោះសារឡើងអានរហូតទាល់តែខ្ញុំនឹងអាចជួបគីជីម៉ាម្ដងទៀតមើលថែខ្លួនផងណាគីជីម៉ាពីខ្ញុំគូស៊ូមីអូហយឡើងស្វីតរ៉ូមែនទិកហ្មងនេះអានចប់រួចរាល់អញ្ចឹងទៅគីជីម៉ាក៏បានយកសបត់មួយហ្នឹងចូលទៅក្នុងប្រអប់របស់គេវិញទៅដោយគេបានបញ្ចប់ដោយពាក្យមួយឃ្លាថាគេនឹងមិនបំភ្លេចថ្ងៃដែលគេនៅជាមួយនឹងគូស៊ូមីឡើយសាច់រឿងរបស់យើងក៏បានមកដល់ទីបញ្ចប់ចប់ដោយបរិបូរណ៍មិនដែរបងហ្វេននៅក្នុងភាគមួយនេះវារឿងសោះកក្រក់បន្តិចដោយសារតែគេនឹងមានវគ្គ2ហើយបើសិនជារឿងដែលមានសម្រាយមួយនេះទទួលបានការគាំទ្រច្រើនមានណានឹងយករឿងវគ្គ2ហ្នឹងមកសម្រាយតសម្រាប់បងហ្វេនដែលចង់មើលសាច់រឿងពេញអត់មានលឺសម្លេងទឺឬមួយក៏បិទបាំងអុយនោះទេបងហ្វេនអាចចូលធ្វើជាសមាជិក Telegram Premium របស់មីមីបានណាអូខេទាំងអស់គ្នាអរគុណទាំងអស់គ្នាដែលបានចំណាយពេលវេលាតាមដានទស្សនាសប្តាហ៍សម្រាយមួយនេះជួបគ្នានៅក្នុងរឿងក្រោយនៅពេលវេលានឹងមកឲ្យដឹង Bye bye Skare Samadis Cambodia, we don't say you are silly. We say a lit la.